chung là cái sân linh mau đặc biệt thơ ca ban thẻ khai trởn còn tàu bánh bò miệng to luôn mà chỉ muốn ai từ thơ ca ban thẻ khai trởn đấy chú mày chú bỏ ớt thẻ nên link bật quạt kẹt bỏ đấy là nó kia xong rồi link để ban đã được nông slide bao nhiêu nó thì chance sẽ chỉ link bao ra thì trong pua ca thẹn từ can ca bao ra từ nó vì miền bay cái ta song khăn cứ cái ta tìm mối lack of awareness គឺអ្នកប្រើប្រាស់ហ្នឹងខ្វះការយល់ដឹងពី link คล้ายៗអញ្ចឹងទៅហើយទី2នោះគឺ link ទាំងអស់ហ្នឹងដែលគេបង្កើតមកហ្នឹងគឺគេបង្កើតដើម្បីបោកយើងអញ្ចឹងទៅគេធ្វើឲ្យវាដូចទៅនឹងអារបស់មែនតេនខ្លាំងមែនតេនដើម្បីដែលវាធ្វើឲ្យយើងអ្នកប្រើប្រាស់ហ្នឹងពេលខ្លះក៏មើលអត់ដឹងដែរហើយទី3នោះគឺវាអាចធ្វើឲ្យយើងបាត់បង់ប្រាក់នៅក្នុងធនាគាររបស់យើងធនាគារ online របស់យើងអញ្ចឹងទៅតមកចូល problem validation ហ្នឹងគឺសម្រាប់ online scam ហ្នឹងនៅខ្មែរយើងគឺវារៀងធំដុំដែរគឺវាអាចគេបានបោកប្រាក់ពីអ្នកប្រើប្រាស់ហ្នឹងចំនួន640លានក្នុងមួយឆ្នាំហ្នឹងហើយដោយសារតែបញ្ហាហ្នឹងឯងក្រុមខ្ញុំបានបង្កើត solution មួយដែលជា application មួយដែលមានឈ្មោះថា SendX Small Office Security ដែលវាជួយទប់ស្កាត់ការ phishing របស់ link ណាដែលមើលទៅ suspicious ចឹងគឺវាជួយទប់ស្កាត់ឲ្យយើងបានសម្រាប់ app របស់ពួកយើងទី1គឺវាមាន email និង SMS filtering ដែលវាអាចជួយចម្រោះនៅ email ណាដែលវាអាចនឹងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់និង email ណាទៀតដែលអត់សុវត្ថិភាពចឹងវា recommend ថាកុំឲ្យចុចលើ email ឬ link អីនឹងអីពេញព័ត៌មានឲ្យអីទី2នោះគឺ app របស់យើងគឺវាដើរដោយ AI power detection phishing detection ចឹងទៅវាមានភាគរយខ្ពស់ដែលវាអាចជួយការពារព័ត៌មានរបស់យើងចឹងបានទី3គឺ online phishing awareness course ដែលក្នុង app របស់យើងនឹងមានវគ្គបង្រៀនសិក្សាខ្លីៗពីការទប់ស្កាត់អ្នកប្រើប្រាស់ហ្នឹងពីការចាញ់បោកគេហើយនឹងឲ្យយល់ដឹងបន្ថែមពីការបោករបស់ជនបោកប្រាស់តាមអនឡាញសម័យឥឡូវចឹងចំពោះ target customer របស់យើងគឺមាននិស្សិតនិងសិស្សានុសិស្សដែលមានអាយុចាប់ពី13ទៅ25ឆ្នាំដែលគ្រប់វ័យទាំងអស់ឲ្យតែពួកគាត់ប្រើប្រាស់គ្រឿងអេឡិចត្រូនិកចឹងទៅដែល connect ទៅកាន់អ៊ីនធឺណិតហើយយើងមាន plan មួយទៀតសម្រាប់ small business ដែលពួកគាត់អាចប្រើប្រាស់សេវាកម្មរបស់យើងដើម្បីការពារព័ត៌មានផ្សេងៗនៅក្នុង business របស់គាត់នេះជា prototype របស់ពួកយើងអ្នកទាំងអស់គ្នាអាច click ទៅកាន់ here ដែលមានរូបតពីក្រោមហ្នឹងដើម្បីទៅមើល prototype របស់យើងហើយយើងចូលទៅមើលវីដេអូ demonstration ពី app វិញសួស្តីអ្នកទាំងអស់គ្នានេះគឺជា Figma prototype របស់ក្រុមខ្ញុំហើយនេះគឺជា option ទាំង6ដែលកម្មវិធីនេះមានអញ្ចឹងចូលទៅដល់ home page ដែលជាកន្លែងផ្ដល់នៅព័ត៌មានទូទៅដែល app របស់យើងមានទៅពេលនៅក្នុង security គឺជាកន្លែងដែលបង្ហាញពីភ្នាក់ងារការពាររបស់ពួកយើងទៅពេលនៅក្នុង performance គឺនិយាយពីអ្វីដែល app ហ្នឹងនឹងដំណើរការទៅលើ device របស់ user ហើយនៅក្នុង privacy គឺនិយាយពីការការពារទៅលើព័ត៌មានទូទៅរបស់ user នៅក្នុង online course ក៏បានផ្ដល់នៅមេរៀនក៏ដូចជាព័ត៌មានទូទៅនេះគឺជា profile ទូទៅរបស់ user នៅចុងក្រោយគឺ subscription plan ដែលមានដូចជា individual student និង family pack ឧទាហរណ៍ថានេះគឺជា message មួយដែលផ្សាយចេញពី Facebook សម្រាប់ឲ្យយើង update នៅព័ត៌មានតខ្លួនរបស់យើងតាមរយៈ link ខាងក្រោមចឹងដល់ពេលយើងចុច click លើ link ហ្នឹងទៅនឹងលុបពាក្យថា warning ចឹងថា website ហ្នឹងគឺ insecure ដើម្បីយើងចេញពី website ហ្នឹងជាបន្តដើម្បីការពារ data របស់យើងយើងជួយទៅដល់ subscription plan របស់ service របស់យើងគឺទី1មាន individual គឺមួយ premium account free online course ហើយនិង secure VPN ដែលមានតម្លៃត្រឹមតែ$9.99 ក្នុងមួយខែទេហើយវាមាន free trial ទៀតបើយើងអត់ពេញចិត្តយើងអាចអត់ subscription តក៏បានដែរហើយសម្រាប់ student វិញក៏មានមួយ premium account ដែរហើយអាច discount សម្រាប់ពួកគាត់ដែលគាត់គឺជាសិស្សចឹងទៅហើយមាន online course ហើយនិង certificate អីឲ្យកាន់ទៅកាន់គាត់នៅពេលដែលគាត់បានរៀន online course នៅក្នុង app យើងចឹងទៅហើយតម្លៃវាត្រឹមតែ$4.99 ក្នុងមួយខែទេ
ហើយមួយទៀតគឺ family pack ដែលមានទៅដល់5 account សម្រាប់ប៉ាម៉ាក់បងប្អូនយើងប្រើជុំគ្នាជាងទៅដើម្បីការពារសុវត្ថិភាពទាំងអស់គ្នាហើយតម្លៃវាប្រតិបត្តិនេះគឺត្រឹមតែ 19.99 ក្នុងមួយខែទេហើយនេះគឺជា proof of survey ដែលយើងបានទៅចោះសាកសួរសិស្សានុសិស្សហើយនឹងអ្នកមួយចំនួនទៀតនៅខាងក្រៅអញ្ចឹងតើចង់ដឹងថាគាត់បានជួបប្រទះបញ្ហាអីទាំងអស់នឹងអត់ទៅនិយាយទៅការសម្ភាសន៍ហ្នឹងគឺភាគច្រើនគាត់បានជួបបញ្ហាជាងទាំងអស់ភាគច្រើនគឺតែគាត់បានជួបបានដឹងជាងទៅហើយអ្នកខ្លះក៏ធ្លាប់ចាញ់បោកគេជាងទៀតhigh value propositions របស់ពួកយើងនេះវិញគឺ enhance security ហើយនិង protection ដែលវាជួយការពារ phishing attack ដោយការប្រើប្រាស់ AI មួយទៀតគឺវា easy ហើយនិង affordable វាតម្លៃធូរថ្លៃហើយវាស្រួលប្រើនិយាយទៅណាគេក៏ប្រើបានតែវាងាយស្រួលប្រើមួយទៀតគឺ market validation ហ្នឹងគឺនៅខ្មែរយើងមានប្រហែលមនុស្សចំនួន 50,000 នាក់ដែលអាចនឹងទទួលរងគ្រោះការ attack ហ្នឹងរៀងរាល់ឆ្នាំហើយនឹងនៅក្នុងចំណោមមនុស្ស 50,000 នាក់ហ្នឹងគឺ 70% នៃមនុស្សទាំងអស់ហ្នឹងគឺធ្លាប់បានចាញ់បោកគេរួចមកហើយចូលទៅដល់ market analysis វិញគឺសម្រាប់ app របស់ពួកយើងគឺវាអាចមានអ្នកប្រើប្រាស់ជាអតិបរមាប្រហែលជា 50,000 នាក់នៅក្នុងប្រទេសកម្ពុជាយើងហើយចូលមក competitor analysis វិញគឺពួកយើងមានការ compete ជាមួយ Smart Exeter Kaspersky Small Office Security ដែលពួកគាត់មាន option មួយចំនួនរួចហើយតែសំខាន់ app របស់ពួកយើងមានលើសពួកគាត់មួយចំនួនទៀតដូចជា online course multi device support ហើយនិង customer support ជាដើមហើយ partnership របស់ពួកយើងមាន ABA True Money Excelida ហើយនិង CADT ចំពោះ scalability វិញនៅក្នុងចន្លោះឆ្នាំដំបូងរបស់ពួកយើងគឺយើងបើកឲ្យប្រើប្រាស់ជាផ្លូវការនៅ version 1.0 របស់ពួកយើងហើយនឹងជួយឲ្យអតិថិជនយល់ដឹងកាន់តែច្បាស់ពី online scam ចំពោះ medium term គឺយើងចុះឈ្មោះជាមួយអង្គការសន្តិសុខអ៊ីនធឺណិតនិងពង្រីកសេវាកម្មទៅកាន់អ្នកប្រើប្រាស់ពីពេញផ្ទៃប្រទេសកម្ពុជាហើយសម្រាប់ long term 3 ឆ្នាំឡើងគឺយើងអាចនឹងនាំ ZenX ដែលជា app របស់យើងហ្នឹងទៅកាន់អន្តរជាតិឲ្យបានស្គាល់ហើយនឹងមួយទៀតគឺ develop advanced AI ដើម្បីទប់ស្កាត់ online scam ឲ្យកាន់តែមានប្រសិទ្ធភាពល្អជាងមុនសម្រាប់អតិថិជនដែលបានប្រើប្រាស់ app របស់ពួកយើងចុងក្រោយខ្ញុំសូមអរគុណដែលបងហើយនឹងសិស្សានុសិស្សមករួមថ្នាក់ទាំងអស់ដែលបានស្ដាប់វីដេអូនេះរហូតដល់ចប់